ជាមានសំណួរមួយចោទថាតើអាមេរិកវាយប្រហារទៅលើម៉ាឌូរ៉ូណានឹងគឺវាជារឿងត្រូវឬក៏ខុសពីព្រោះខ្ញុំក៏បានឃើញ Fresh News មានទំនោរណាបង្កប់ន័យអានេះជាការយល់ឃើញរបស់ខ្ញុំវាយប្រហារសហរដ្ឋអាមេរិកដោយសរសេរអត្ថបទ status ខ្លីថាពិភពលោកបាត់បង់សន្តិភាពហើយបាត់បង់សន្តិភាពគឺសំដៅទៅលើអាមេរិកវាយណាម៉ាឌូរ៉ូខ្ញុំនិយាយអំពីបើសម្រាប់សូណារ៉ាណាតើវាខុសឬក៏ត្រូវសម្រាប់ខ្ញុំបើកាលណាប្រទេសមួយឆ្លៀនពៀនចូលប្រទេសមួយកាត់យកទឹកដីនោះគឺវាជារឿងខុសច្បាប់អន្តរជាតិណាខុសច្បាប់ឧទាហរណ៍ដូចជារុស្ស៊ីវាយកាត់យកទឹកដីអ៊ុយក្រែនខុសថៃវាយកាត់យកទឹកដីខ្មែរខុសអ៊ីស្រាអែលវាយកាត់យកទឹកដីប៉ាឡេស្ទីនខុសណាចិនវាយកាត់យកទឹកដីហ្វីលីពីនខុសអានេះខុសសម្រាប់ខ្ញុំបងប្អូនណាសម្រាប់ខ្ញុំប៉ុន្តែត្រូវបើនិយាយអំពីនិន្នាការមនោគមវិជ្ជានយោបាយគឺការផ្ដួលរំលំជនផ្ដាច់ការបើសម្រាប់ខ្ញុំរាល់ទម្រង់នៃការផ្ដួលរំលំជនផ្ដាច់ការគឺត្រូវអញ្ចឹងអាមេរិកវាយនេះសាដាមហ៊ូសេនត្រូវបណ្ឌិតភៀនពិរមត្រូវពីព្រោះអាមេរិកអត់មានយកទឹកដីអត់មានដាក់អាណានិគមទៅលើអត់មានយកទឹកដីអត់ដាក់អាណានិគមណាលេងពេញសទៅលើអ៊ីរ៉ាក់ឯណាមែនទេហាសួងជាតិណាអាមេរិកវាយវេនេស៊ុយអេឡាអាមេរិកអត់មានវាយវេនេស៊ុយអេឡាណាវាយម៉ាឌូរ៉ូត្រូវព្រោះអាមេរិកអត់បានទៅដាក់អាណានិគមលើវេនេស៊ុយអេឡាហើយកាត់យកទឹកដីវេនេស៊ុយអេឡានេះអានេះសិតចំណុចត្រូវអាមេរិកទៅសម្លាប់អូសាម៉ាប៊ីនឡាឌីននៅប៉ាគីស្ថានត្រូវព្រោះអាមេរិកអត់មានបានទៅវាយប៉ាគីស្ថានទេហើយអត់មានទៅត្រួតត្រាដាក់អាណានិគមលើប្រទេសប៉ាគីស្ថាននេះណាអានោះក៏ត្រូវឥឡូវនេះអាមេរិកមែនទេនិយាយថាតាមសារព័ត៌មានមួយចំនួនបើអ៊ីរ៉ង់បាញ់សម្លាប់ពួកបាតកោអាមេរិកនឹងចូលទៅជួយលីតានិយាយទូត្រូវព្រោះអាមេរិកអត់មានបដោតទៅលើណាការដែលយកទឹកដីនេះអញ្ចឹងបងប្អូនប្រធានបទនេះដែលខ្ញុំលើកយកមកសំខាន់នេះណាបើសិនជាអាមេរិកវាយកាន់កាប់ទឹកដីដូចរុស្ស៊ីខុសមែនទេដូចរុស្ស៊ីខុសដូចថៃខុសណាដូចថៃខុសតែដូចអ៊ីស្រាអែលវាយកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីនអានឹងខុសច្បាប់អន្តរជាតិមែនទេឧទាហរណ៍ចុះបើសិនជាអាមេរិកគ្រប់គ្រងអានឹងជាផ្នែកមួយនៃនិន្នាការនយោបាយប៉ុន្តែបើសម្រាប់ខ្ញុំថាខុសសម្រាប់ខ្ញុំថាខុសមែនទេចុះបើសិនជាការវាយឈ្មោះស្រីម៉ៅទៅលើជនផ្ដាច់ការឬក៏របបផ្ដាច់ការខ្ញុំថាត្រូវខ្ញុំថាដូណាល់ត្រាំគាត់ធ្វើត្រូវហើយអាមេរិកធ្វើត្រូវអញ្ចឹងអ្នកដែលមិនគ្រប់គ្រងគេច្បាស់ជាមានចំហអីផ្សេងខ្ញុំក៏គោរពបើសិនជាអ្នកនោះមាន logic មានហេតុផលត្រឹមត្រូវអញ្ចឹងគេអាចចោទសូតេរ៉ាហេតុអីបានជាអ្នកឯងថាត្រូវបើប្រទេសមួយអាចទៅវាយប្រទេសមួយបានបងប្អូនខ្ញុំនិយាយនេះសំដៅទៅលើមនោគមវិជ្ជានយោបាយខ្ញុំអត់សំដៅទៅលើទឹកដីទេបើទឹកដីខុសបើអាមេរិកទៅកាន់កាប់ទឹកដីវេនេស៊ុយអេឡាដាក់ទៅជារដ្ឋរបស់ខ្លួនឯងខុសឃើញទេអានឹងខុស
ប៉ុន្តែបងប្អូនប៉ុន្តែបើវាយជនផ្ដាច់ការដកខុសទេដូចខ្ញុំលើកឡើងថាអញ្ចឹងណាបើកាលណាយើងកាន់តែផ្ដាច់ការកាន់តែសាហាវណាពេលដែលគេដាក់ទៅគឺអត់ទេដោយដែលខ្ញុំធ្លាប់លើកឡើងថាឧទាហរណ៍ថាបើអាមេរិកដាក់គឹមចុងអ៊ុនអាមេរិកវាយមែនប៉ុន្តែមនុស្សវាសប្បាយព្រោះគឹមចុងអ៊ុនវាដួលនេះគឺពិភពលោកយើងនេះមានទំនោរទៅកាន់ការស្អប់ខ្ពើមនៃរបបផ្ដាច់ការអញ្ចឹងដូចគ្នាហ៊ុនសែនណាគឺគាត់កាន់តែផ្ដាច់ការគឺគាត់កាន់តែងាកឆ្ងាយពីអន្តរជាតិទេគាត់កាន់តែងាកឆ្ងាយដល់ពេលគាត់ត្រូវការជំនួយក៏អត់បានដែរដោយហេតុអីពីព្រោះធម្មជាតិរបស់មនុស្សគឺស្អប់របបផ្ដាច់ការអញ្ចឹងថ្ងៃណាមួយឧទាហរណ៍ថាបើគេវាយហ៊ុនសែនឧទាហរណ៍ទៅចេះមនុស្សអត់កើតទុកទេអានេះយើងត្រូវយល់អញ្ចឹងដូច្នេះត្រូវធ្វើម៉េចកុំផ្ដាច់ការចែកគេរស់ផងគួចសម្បូរកុំទៅដើរអាងតែមានអំណាចទៅដើរចាប់គេដាក់គុកអាងគេធ្វើអីឯងអត់បានណាចេះតែដើរចាប់ជន់ខ្លួនត្រង់ចេះតែចង្អុលទៅអាណាអាចអត់សบายចិត្តចាប់ហែងដាក់គុកចាប់ហែងដាក់គុកអានឹងកម្មផលវាមិនទាន់មកដល់ស៊ីនីខ្មែរណានេះមួយសម្រាប់ខ្ញុំសូមតារាការពីចំហថាហេតុអីបានជាមែនទេការវាយមិនមែនកាន់កាប់ទឹកដីខ្ញុំកាន់កាប់ទឹកដីខ្ញុំប្រឆាំងខ្ញុំអត់ឯកភាពទេការវាយទៅលើជនផ្ដាច់ការខ្ញុំឯកភាពណាហេតុអីបានជាការវាយឈ្មោះទៅលើជនផ្ដាច់ការខ្ញុំចាត់ទុកថាជារឿងត្រូវចម្លើយពីព្រោះនៅក្នុងពិភពលោកយ៉ាងនេះមានមនោគមវិជ្ជាពីរគឺប្រជាធិបតេយ្យនិងផ្ដាច់ការពួកផ្ដាច់ការណាវាមិនចង់វាយប្រទេសប្រជាធិបតេយ្យទេប៉ុន្តែដោយសារតែវាខ្សោយជាងវាបានដួលបាត់ប្រហែលជិតជាង50ឆ្នាំហើយចាប់តាំងពីរុស្ស៊ីណានិងចិនរបបកុម្មុយនីសដ៏ធំនៅរុស្ស៊ីដួលមកគឺលទ្ធិពីដើមរុស្ស៊ីហើយនិងចិនគឺជាគោលការណ៍សំខាន់ណាជាដើមឈើខ្នងមកឯកសេតរបស់ពួកផ្ដាច់ការនៅលើពិភពលោកហើយរបបកុម្មុយនីសផ្ដាច់ការសាយភីជាងច្រើនជាងប្រទេសសេរីមាននិយាយខ្ញុំនិយាយថាសឹងថារហូតដល់ 70% ណាក្រោយពេលរបបផ្ដាច់ការនៅរុស្ស៊ីដួលមេមកខ្នងមកឯកដួលពេលនោះចិនក៏ចុះខ្សោយហើយពិភពលោកបែរទៅជាប្រជាធិបតេយ្យរហូតដល់ទៅ 70% វិញរហូតខ្ញុំអាចនិយាយថាបច្ចុប្បន្នពិភពលោកប្រជាធិបតេយ្យរហូតដល់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទោះបីជាប្រទេសនោះមិនមែនមានលទ្ធិប្រជាធិបតេយ្យបរិបូរណ៍ក៏ដោយបងប្អូនណាប្រជាធិបតេយ្យនិងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យមានលក្ខណៈខុសគ្នាមានន័យថាប្រទេសនោះគាត់តែកាន់របបលទ្ធិប្រជាធិបតេយ្យប៉ុន្តែមិនប្រកាសថាប្រទេសនោះមានលទ្ធិប្រជាធិបតេយ្យបរិបូរណ៍គ្រាន់តែលេងសើចក៏មានដែរប៉ុន្តែខ្ញុំរាប់ចូលថាឥទ្ធិពលនៃលទ្ធិប្រជាធិបតេយ្យគឺវាមានទម្ងន់ធំរហូតដល់70ទៅ 80% វិញអញ្ចឹងរបបផ្ដាច់ការកុម្មុយនីសវាមានត្រឹម 20% ពេលណាពួកកុម្មុយនីសវាចាប់ផ្ដើមប្រឹងរើពង្រីកខ្លួនដល់ទៅពេលប្រឹងរើពង្រីកខ្លួនពួកសេរីប្រជាធិបតេយ្យហ្នឹងប្រឹងបង្រួមវាទៅវិញពីព្រោះបើកាលណាពួកកុម្មុយនីសផ្ដាច់ការនេះវាខ្លាំងវាដៅវាយគេគ្រប់តែគ្នាវាកុម្មុយនីសណាបងប្អូនពួកកុម្មុយនីសផ្ដាច់ការគឺវាអត់វាយជនផ្ដាច់ការទេវាវាយលេបទឹកដីឧទាហរណ៍ថាអាមេរិកវាយអ៊ីរ៉ាក់វាយទៅសាដាមហ៊ូសេនទេអត់មានលេបទឹកដីគេទេមែនទេអាមេរិកវាយម៉ាឌូរ៉ូត្រូវវិញទេគឺវាយទៅម៉ាឌូរ៉ូវាអត់មានលេបទឹកដីរបស់អ៊ុយក្រែនទេអាមេរិកទៅវាយកូរ៉េគឹមចុងអ៊ុនវាវាយទៅគឹមចុងអ៊ុនទេវាអត់មានលេបទឹកដីកូរ៉េទេមែនទេប៉ុន្តែពួកផ្ដាច់ការបើចិនណាបងប្អូនមានដឹងតំណោះសមុទ្រចិនទៅកាត់យកសមុទ្ររបស់ហ្វីលីពីនចិនណាបើថាវាវាយយកទីបេមិនស្រុកចិនទេណាស្រុកលោកសង់ទេតើនេះវាវាយចឹងហើយបើរុស្ស៊ីបើវាមានអំណាចវារំលាយបងប្អូនមិនដែលឃើញពាក្យពីដើមហៅសូវៀតហ្នឹងគឺសហភាពសូវៀតដូចសហរដ្ឋអាមេរិកចឹងដូចសម្រាប់ប្រទេសអ៊ុយក្រែនប្រទេសឆេកូស្លូវ៉ាគីប្រទេសប្រមាណជាង10ប្រទេសដែលបច្ចុប្បន្នឯករាជ្យហ្នឹងគឺសិតតែស្ថិតនៅក្រោមសហភាពសូវៀតណាអញ្ចឹងបើកុម្មុយនីសផ្ដាច់ការពេលណាដែលវាខ្លាំងវាកាន់អំណាចនៅលើពិភពលោកគឺវានឹងវាយបំបត្តិប្រទេសឧទាហរណ៍ដូចយួនបំបត្តិប្រទេសចាមបងប្អូនមានឃើញទេមែនទេអញ្ចឹងវាខុសគ្នាដែលសូនតារាថាត្រូវមិនបានត្រូវបើចិនមិនមែនរុស្ស៊ីមិនមែនចិនមិនមែនកូរ៉េខាងជើងមិនមែនប្រទេសដទៃទៀតដែលកាន់របបផ្ដាច់ការហ្នឹងអត់ចង់វាយដល់អាមេរិកប៉ុន្តែវាអត់លទ្ធភាពធ្វើជំរឿនមានពីរទី1ពិភពលោកយើងនេះកាន់កាប់ដោយជនផ្ដាច់ការហើយវាយប្រទេសខ្លះត្រូវបាត់ពីលើផែនទីនិងប្រទេសសេរីកាន់របបផ្ដាច់ការប្រទេសសេរីកាន់លទ្ធិប្រជាធិបតេយ្យដោយអាមេរិកណាបង្ក្រាបពួកជនផ្ដាច់ការដែរ
ប៉ុន្តែពិភពលោកមិនសូវចលាចលបងប្អូនណាទីខ្ញុំគ្រាន់និយាយណាបើសិនជាពិភពលោកធ្លាក់ចូលទៅក្នុងមហាអំណាចមានតែពីរទេផ្ដាច់ការហើយនិងសេរីបើសិនជាពិភពលោកយើងធ្លាក់ចូលទៅក្នុងអំណាចពួកផ្ដាច់ការណាធ្លាក់ទៅលើចិនធ្លាក់ទៅលើរុស្ស៊ីធ្លាក់ទៅលើកូរ៉េខាងជើងធ្លាក់ទៅលើបើយើងប្រទេសកុម្មុយនីសផ្ដាច់ការពិភពលោកយើងនេះប្រហែលជាប្រទេសតូចនៅអត់បានទេរលាយហ្មងបងប្អូនរលាយហ្មងណាអញ្ចឹងខ្ញុំនិយាយនៅក្នុងកម្រិតមនោគមវិជ្ជានយោបាយខ្ញុំមើលទៅថានៅក្នុងសង្គមពិភពលោកបច្ចុប្បន្ននេះបើពួកសេរីខ្សោយពួកកុម្មុយនីសក៏ខ្លាំងដែរបងប្អូនហេតុអីបានជាថៃវៃខ្មែរមកពីយើងខ្សោយយើងអត់មានអាវុធស្មើវាទេសុខីសៅណាយើងអត់មានយន្តហោះយើងអត់មានខែលអាកាសយើងអត់មានសុពីវុធទំនើបយើងមានតែទឹកចិត្តយើងយកកងទ័ពយកមនុស្សទៅបាញ់ជាមួយយន្តហោះបាញ់ហ្មងយន្តហោះទៅវាធ្លាក់មួយគោតម្លៃវាទោះជាតម្លៃកុំថាឡើយប្រហែល1000លានដុល្លារប្រហែល100លានដុល្លារទោះជាយន្តហោះ F6 របស់អ្នកថៃនឹងវាតម្លៃប្រហែលក៏វាថោកជាងជីវិតរបស់មនុស្សដែរយើងសរុបសេចក្តីមកវិញតល័យកទី1ដែលខ្ញុំនិយាយថាអាមេរិកណាវាយជនផ្ដាច់ការគឺជារឿងត្រឹមត្រូវពីព្រោះនៅលើពិភពលោកយើងនេះពួកផ្ដាច់ការក៏តែងតែវាយពួកលទ្ធិប្រជាធិបតេយ្យដែរគ្រាន់តែវាអត់មានឱកាសតែប៉ុណ្ណោះបើវាមានឱកាសវានឹងកំទេចពិភពលោកនេះចោលតែម្ដងអញ្ចឹងហើយបានជាដែលខ្ញុំលើកឡើងកំាញ់មិញខ្មែរយើងខ្សោយទើបថៃវាយលទ្ធិប្រជានៅលើលោកនេះណាប្រជាធិបតេយ្យដែលអាចរីកទៅបានដោយសារតែប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនឹងគឺជាប្រទេសមហាអំណាចនាំមុខឯងមានវិទ្យាសាស្ត្របច្ចេកវិទ្យាខ្លាំងជាងទើបធ្វើឲ្យពួកកុម្មុយនីសវាក្រាបបងប្អូនកុំយល់ច្រឡំណាកុំយល់ច្រឡំមែនទេបងប្អូនទីអត់ដឹងថាប្រជាធិបតេយ្យសេរីហ្នឹងវានៅតែមនោគមវិជ្ជាពីរហ្នឹងវានៅតែដណ្ដើមពិភពលោកគ្នាហើយប្រជាធិបតេយ្យអាចសុខសាន្តទៅបានលទ្ធិប្រជាធិបតេយ្យអាចសុខសាន្តទៅបានលទ្ធិណាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនឹងមានអាវុធនិងវិទ្យាសាស្ត្រខ្លាំងជាងប្រទេសដែលកាន់កុម្មុយនីសផ្ដាច់ការខ្ញុំនិយាយពិតមែនទេអញ្ចឹងចម្លើយរបស់សូណារ៉ាខ្ញុំគាំទ្រថាអាមេរិកផ្ដួលជនផ្ដាច់ការនៅលើពិភពលោកជាត្រូវមួយទៀតបងប្អូនមានដឹងរឿងដែលវេណេស៊ុយឡាមិនមែនជារឿងថ្មីទេរឿងមុនកម្ពុជាទៅទៀតរ៉ាមេតាអ៊ុំតាំងពីមានទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសយូរហើយរឿងវេណេស៊ុយឡានឹងគឺផ្ដាច់ការអ្នកជាប់ឆ្នោតទៅចាប់ដាក់គុកទៅសម្លាប់មនុស្សហើយប្រទេសនឹងរឿងអីគ្រឿងញៀនរឿងអនឡាញនេះច្រើនណាស់បងប្អូនណាអញ្ចឹងបានជាខ្ញុំលើកនេះខ្ញុំបង្ហាញចំហត្រឡប់ទៅវិញគឺនៅនិយាយដដែលម៉ាក់ខូចភីខ្ញុំនឹងចង់សម្ព័ន្ធមិត្តជាមួយអាមេរិកគ្រប់កលៈទេសខ្ញុំមិនខ្លាចតាណាទេខ្ញុំច្បាស់ទោះជាអាមេរិកមិនរវល់ជាមួយខ្ញុំណែមិនអើពើជាមួយខ្ញុំបើឧទាហរណ៍ថាខ្ញុំដឹកនាំប្រទេសខ្ញុំត្រូវតែមានទំនោរសម្ព័ន្ធមិត្តដាច់ខាតជាមួយអាមេរិកដូចជប៉ុនអត់ឯងទេបងសម្រាប់ដូចហ៊ុនម៉ាណែតអីគាត់អត់ឯងគាត់អាចមានពាក់ព័ន្ធជាមួយចិនអីតិចទៀតលើក Mitchell ខ្ញុំនៅលើប្រធានបទនៅថ្ងៃស្អែកមួយទៀតនឹងនិយាយលម្អិតរឿងចិនអីជាមួយថៃអីហ្នឹងព្រោះឥឡូវយើងប្រធានបទនេះផ្ដោតទៅលើអាមេរិកទេប៉ុន្តែជំហរស្រីម៉ៅកោះសិនហេតុអីពីព្រោះបងប្អូនពិភពលោកយើងនេះបើវាអយុត្តិធម៌ច្បាប់អន្តរជាតិលែងមានប្រសិទ្ធភាពទេណាយើងមានតែពឹងផ្អែកលើអ្នកខ្លាំងដើម្បីពង្រីកកម្លាំងខ្លួនឯងទេហើយបងប្អូនណាបើខ្ញុំមានអាមេរិកជាសម្ព័ន្ធមិត្តដាច់ខាតខ្ញុំអត់ពឹងលើអាមេរិកដូចអាហ្វហ្គានីស្ថានបងប្អូនមើលមុខសូនរាយច្បាស់មើលមុខខ្ញុំឲ្យច្បាស់បងប្អូនថាលោកគ្រូអមិនក៏ថាដូចអាហ្វហ្គានីស្ថានបងប្អូនអាហ្វហ្គានីស្ថានណាជាប្រទេសមួយហើយពួកតាលីបានវាយបកមកវិញងាត់ទៅអស់លីងកាលអាមេរិកនៅ
តាលីបានមានហ៊ានទេណាគ្រាន់តែអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានពួកតាលីបានមកវាយប្រៅអានេះមានន័យថាម៉េចមានន័យថាវាអត់សូវមានកំណើតចាំឲ្យគេនៅជួយតើនរណាដែលជួយយើងអស់មួយជីវិតណាបងប្អូនគេជួយយើងម្ដងណាយើងត្រូវតែយកជំនួយនឹងមកពង្រឹងខ្លួនឯងខ្ញុំមានក្បួនយ៉ាងណាថាខ្ញុំមិនអាចនិយាយមែនទេឡុងរៃជាងក្រឡឹងខ្ញុំមិនអាចទៅនិយាយជាសាធារណៈអីពីទស្សនៈចក្ខុវិស័យមុតស្រួយរបស់ខ្ញុំទេបើនេះខ្ញុំមានក្បួនមួយថាបើខ្ញុំអាមេរិកបោះបង់ចូលក៏ដោយឬក៏អាមេរិកក៏ដោយមែនទេមានឱកាសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកតែ5ឆ្នាំណាបងប្អូនយុវជនស្ថានភាពខួរក្បាលខ្មែរនឹងត្រូវបដូរទៅជាមនុស្សខ្លាំងទាំងអស់ខ្ញុំមានក្បួនសួរថាយ៉ាងម៉េចនិយាយទៅខ្ញុំអត់ប្រាប់គាត់ថាដឹងថាមានក្បួនណាថានឹងធ្វើឲ្យខ្មែរខ្លាំងហ្មងមានន័យថាទោះជាសម្ព័ន្ធមិត្តជាមួយអាមេរិកប៉ុន្តែខ្ញុំអត់ដេកពឹងផ្អែកទៅលើអាមេរិកពេលអាមេរិកដកទៅមកច្បាច់កយើងងអត់អាលីងបងប្អូនណាមើលមុខសនរាយច្បាច់បើខ្ញុំមានឱកាសឧទាហរណ៍ថាដឹកនាំប្រទេសខ្ញុំចងសម្ព័ន្ធមិត្តជាមួយអាមេរិកត្រឹមតែ10ឆ្នាំប្រទេសកម្ពុជានឹងលើសប្រទេសសិង្ហបុរីនេះស្មារតីសម្ភារៈនេះឧបករណ៍នឹងខ្លាំងមកកម្ពុជាខ្លាំងមកគឺយើងត្រូវពង្រឹងខ្លួនឯងពេលដែលគេជួយយើងវាប្រៀបបីដូចជាឪពុកម្ដាយចង់ឲ្យយើងคล้ายទៅជាវិជ្ជបណ្ឌិតមិនមែនម៉ែឪទៅរៀនឲ្យទេម៉ែឪឲ្យតែលុយទេបងប្អូនណានឹងលើកទឹកចិត្តទេយើងលុតដំខ្លួនឯងឲ្យคล้ายទៅជាវិជ្ជបណ្ឌិតកូនខ្មែរយើងបច្ចុប្បន្ននេះបងប្អូនរលួយអស់ហើយយុវជនរំវងញីកែងជើងកាប់គ្នាផឹកស្រាគ្រឿងញៀនចូលឥតប្រយោជន៍ច្រើនណាស់ឥតប្រយោជន៍ច្រើនធនធានយើងខ្មែរយើងតិចងាយអភិវឌ្ឍត្រូវប្រើប្រាស់ធនធានមនុស្សឲ្យមានការងារធ្វើធនធានមនុស្សយើងដែលមាននឹងទៅធ្វើការនៅស្រុកថៃអស់អាលីងទៅធ្វើការនៅស្រុកកូរ៉េណានៅប្រទេសកម្ពុជាសល់តែចាស់យាយមើលចៅបុកស្លាមលូមកក្មេងយុវជនស្រីទៅធ្វើការរោងចក្រកាត់ដេរមនុស្សទុនខ្សោយប្រទេសមួយណាដូចអ៊ីស្រាអែលណាបងប្អូនដែលហៅថាខ្លាំងបានណាមិនពឹងទៅលើអាមេរិកទេអាមេរិកគ្រាន់តែថាជាជំនួយទេប៉ុន្តែពឹងស៊ីនីខ្មែរទៅលើសមត្ថភាពពង្រឹងសមត្ថភាពខ្លួនឯងណាបងប្អូនពង្រឹងស្ដាប់សូនតានេះពង្រឹងសមត្ថភាពខ្លួនឯងនេះណាយើងគិតទៅសบายផ្ទះដៃអរគុណសន្តិភាពប្រាវអរគុណសន្តិភាពប្រាវងើបមួយវាយមួយប្រាវងើបពីរវាយពីរប្រាវឃើញទេដល់តែពេលមានឯណាសត្រូវឆ្លៀនពៀនមកដ្រូនហើយយន្តហោះពេញមេឃបងប្អូនប្រទេសកម្ពុជាមួយទាំងមូលប្រជាជនដេកញាក់សាច់បងប្អូនណាបើសូនតារាទៅដឹកនាំប្រទេសប្រជាជនដេកលក់ស្រួលគ្មាននរណាអាចហោះយន្តហោះកាត់លើដែនអាកាសកម្ពុជាបានខ្ញុំនិយាយចឹងនៅនេះសួរធ្វើម៉េចថាខ្ញុំមិនដឹងទេដឹងតែខ្ញុំអាចធ្វើបានគ្មានបរទេសណាអាចហោះយន្តហោះកាត់ប្រទេសកម្ពុជាបានលើកលែងតែយន្តហោះអាកាសចរស៊ីវិលចន្ទឡានខ្ញុំប្រាប់តែចឹងទេប្រជាជនដេកស្រួលប៉ុណ្ណាដេកស្រួលណាស់ជឿជាក់សុវត្ថិភាពអានឹងជឿមែនជឿថាដេកទៅអត់មានសម័យដេកស្រាប់ខ្មែរយើងកន្លែងហ្នឹងងាប់អត់ដឹងខ្លួនទេណាពីព្រោះយើងអត់សុវត្ថិភាពក្រោមការដឹកនាំនៅក្នុងរបបបច្ចុប្បន្នហ្នឹងប្រជាជនខ្លះក៏អត់បានដឹងខ្លួនឯងងាប់ផងអានេះបើនិយាយទៅតាមរឿងអក្សរសិល្ប៍រឿងតៃនិពន្ធហ្នឹងខ្លះហ្នឹងស្រាប់តែតោគឺមិនក៏មើលអញមិនស្គាល់មែនទេមិនក៏អញទៅនិយាយរកគេមិននិយាយជាទៅប៉ះខ្លួនឯងទៅចេះស្ទាបមុខស្ទាបមាត់តាមពិតទៅអញងាប់អត់ហើយងាប់មិនទៅជើបើគ្នាកំពុងតែដេកកដាលយប់ស្រាប់តែក្របធ្លាក់មកក្របមកផ្ទះមានសល់ឯណាបងប្អូនយើងមើលមិនដេកកដាលយប់ដេកថ្ងៃក៏ដោយអ្នកខ្លះពងលុកដូរឲ្យអត់ទាំងដឹងផងលៀងហុយអងស្រាប់តែក្របនេះធ្លាក់ពុងមកគ្នាអត់ទាំងបានដឹងថាអញហ្នឹងភ័យសូម្បីតែអាភ័យហ្នឹងក៏ភ្លេចអត់បានភ័យទៅទៀតណាអត់បានភ័យទៅទៀតបងប្អូនណាទៅងាប់បាត់ទៅស្រាប់តែដើរសួរគេសួរឯងពេញភូមិទៅស្រាប់តែអូគេអត់ស្គាល់អញមិនចឹងបានដឹងថាអញងាប់ហើយឃើញរោងប៉ុនមានពេលខ្លះបានធ្វើប៉ុនផងមិនរត់ទៅឡៃផ្ទះធ្វើប៉ុនខ្ទេចផ្ទះអញខ្ទេចថាអូ
គេមិននិយាយរកអញហ្នឹងដោយសារអីដោយសារតែអញហ្នឹងវាងាប់បាត់ហើយមិនស្រុកយើងអត់សុវត្ថិភាពទេគេមកទម្លាក់ក្របែកកន្លែងណាក៏បានដែរបងប្អូនគេមកកន្លែងណាក៏បានដែរអញ្ចឹងបានជាចំហរបស់សូនតារានេះបើខ្ញុំនៅតែចងសម្ព័ន្ធមិត្តជាមួយអាមេរិកដាច់ខាតណានេះបោះបង់ចោលខ្ញុំក៏ដោយមិនបោះបង់ចោលខ្ញុំក៏ដោយណានេះគឺត្រូវតែមានសម្ព័ន្ធមិត្តដាច់ខាតជាមួយអាមេរិកនិងអឺរ៉ុបលោកខាងលិចណានៅថ្ងៃស្អែកខ្ញុំនឹងនិយាយលម្អិតរឿងប្រធានបទថ្មីមួយទៀតដែលខ្មែរគួរអរគុណអាមេរិកណាខ្មែរគួរអរគុណអាមេរិកហើយការវាយពួកជនផ្ដាច់ការគឺអត់ខុសទេបងប្អូនអត់ខុសទេមិនអីពួកជនផ្ដាច់ការវាយពួកប្រជាធិបតេយ្យមកកគុកខ្ចាត់ខ្ចាយឥឡូវទីរ៉ាហ៊ុនសែនគាត់ចាប់កម្មសខាដាក់គុកហើយមិនក៏យើងមិនថាខុសគាត់បិទខ្ទប់សំរងស៊ីហើយមិនក៏យើងមិនថាខុសមែនទេគាត់តាមនៃវាយសូនតារាហើយមិនក៏យើងមិនថាហ៊ុនសែនខុសផងគាត់វាយខ្ញុំមិនបានគាត់ចាប់ឪខ្ញុំដាក់គុកជាងប៉ុណ្ណាហើយក៏យើងមិនគិតថាគ្នាខុសហេតុអីបានយើងទៅថាដូណាល់ត្រាំខុសគេអត់ត្រូវបងប្អូនណាហ៊ុនសែនគាត់វាយអ្នកប្រជាធិបតេយ្យខ្ចាត់ខ្ចាយងើបមួយវាយមួយងើបពីរវាយពីរទៅដល់ចាក់ដាក់គុកតាំងពីក្នុងផ្ទះតាំងពីជនពិការទៅតែយើងគណៈបព្វជិជនទៀតថាបើយើងគិតថាដូណាល់ត្រាំវាយជនបដិការខុសចុះហ៊ុនសែនគាត់ទៅចាប់ជនបដិការចាប់ឪពុកខ្ញុំដែលចាប់ឪពុកខ្ញុំដាក់គុកដែលអត់ដែលជាគណៈបព្វជិជនអត់មានទៅធ្វើនយោបាយផងនឹងមិនក៏មិនហ៊ានថាហ៊ុនសែនខុសឥឡូវយើងពិចារណាមើលតំណែងចេះអញ្ចឹងបានជាខ្ញុំសរុបសេចក្តីមកវិញគ្នាខ្ញុំគ្រប់គ្រងសហរដ្ឋអាមេរិកវាយពួកជនបដិការជុំវិញពិភពលោកខ្ញុំថាអញ្ចឹងមែនទេវាយពួកជនបដិការជុំវិញពិភពលោកខ្ញុំចង់ឲ្យជុំវិញពិភពលោកនេះមានណាឥទ្ធិពលនៃរបបលទ្ធិប្រជាធិបតេយ្យសេរីសម្រាប់សូនតារាហើយខ្ញុំពន្លិចត្រង់នេះមួយបងប្អូនបើខ្ញុំជាហ៊ុនម៉ាណែតខ្ញុំជឿថាគាត់កំពុងតែធ្វើហើយខ្ញុំនឹងក្នុងអំឡុងពេលដែលអាមេរិកធ្វើប្រតិបត្តិការវាយណាខ្ញុំអបអរសាទររដ្ឋាភិបាលអូកឡែនទៅដែលប្រទេសវេណេស៊ូឡាណាហើយសូមឲ្យអាមេរិកធានាជួយមកថៃមិនស្ដាប់ពីរឿងរបស់ថៃបើអាមេរិកអាចទៅចូលចាប់ប្រធានាធិបតីវេណេស៊ូឡាបានឧទាហរណ៍ថាបើថៃប្រកាសសង្គ្រាមជាមួយអាមេរិកក៏អាចចូលចាប់នាយករដ្ឋមន្ត្រីថៃបានដែរឲ្យអាមេរិកជាអ្នកជួយអនុវត្តណាបទជប់បាញ់កិច្ចព្រមព្រៀងសន្តិភាពដែលឈរលើច្បាប់អន្តរជាតិខ្ញុំស្រឡាញ់បារាំងរឿងមួយរាល់សេចក្តីថ្លែងការណ៍របស់បារាំងនិងអឺរ៉ុបតែងតែនិយាយថាច្បាប់អន្តរជាតិបងប្អូនមានន័យថាម៉េចបងប្អូនយល់ទេច្បាប់អន្តរជាតិនេះមានន័យថាថៃត្រូវទៅដកទ័ពចេញពីកម្ពុជាគាត់គេមិននិយាយចំណាអញ្ចឹងអាកន្លែងនេះណាបានជាខ្ញុំមើលចំណុចនេះដាក់ខ្លះ fresh new pay ថាអាមេរិកធ្វើអញ្ចឹងនឹងខ្លាចថៃទៅធ្វើតាមអត់ទេបងប្អូនមែនទេ Vladimir Putin អាមេរិកក៏អាចផ្ញើសារទៅថៃដែរថាអ្នកឯងរំលោភបទឈប់បាញ់អ្នកឯងរំលោភកិច្ចព្រមព្រៀងសន្តិភាពអ្នកឯងរំលោភដែនអធិបតេយ្យភាពប្រទេសកម្ពុជាដែលខ្ញុំនិងម៉ាឡេស៊ីនិងខ្លួនអ្នកឯងផងបានព្រមព្រៀងដោះស្រាយដោយសន្តិវិធីគឺអាមេរិកក៏អាចចូលទៅចាប់នាយករដ្ឋមន្ត្រីថៃបានដែរយើងត្រូវបង្ហាញឲ្យចេះវិញមិនទេកុំជន់រដ្ឋមន្ត្រីភ័យបង្ហាញឲ្យដឹងវិញមែនទេត្រូវតែស្និទ្ធជាមួយនឹងអាមេរិកត្រូវតែដាច់ខាតនេះឲ្យអាមេរិកជួយទៅមកប៉ុន្តែយើងត្រូវខ្លាំងមិនម៉ែឲ្យយើងទេមែនទេឲ្យអាមេរិកជួយយើងឲ្យខ្លាំងមិនអាមេរិកមកជួយយើងនៅបញ្ចុះបាយទេជួយឲ្យខ្លាំងអញ្ចឹងបងប្អូនហេតុអីសួរថាចុះហេតុអីបានជាថៃបានថាអាមេរិកនឹងជួយខ្មែរដោយយោងទៅលើនេះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងដែលបើទីកិច្ចព្រមព្រៀងសន្តិភាពប៉ារីយើងត្រូវទៅដែរកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពូផោះតាំងអីបានថាអាមេរិកជួយខ្មែរពីព្រោះកិច្ចព្រមព្រៀងសន្តិភាពនឹងបានចែងអំពីការចរចាដោះស្រាយគ្នាដោយសន្តិវិធីប៉ុន្តែថៃអត់ដោយសន្តិវិធីទេដោយឯកតោភាគីវាយប្រើកម្លាំងទ័ពមកលើកម្ពុជា
កាន់កាប់ទឹកដីកម្ពុជាអានឹងមានសន្តិវិធីណាព្រំដែនទឹកដីកម្ពុជាត្រូវតែឯកភាពរវាងខ្មែរហើយនិងថៃវាត្រូវតែឯកភាពគ្នាដូចបារាំងតែងតែនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បារាំងល្អណាស់គឺតាមច្បាប់អន្តរជាតិមែនទេតាមច្បាប់អន្តរជាតិហើយខ្ញុំគាត់ទៅប្រាប់ឯណាអត់និយាយលឿនទេណាបើថានៅប្រផ្លេកប្រផ្លោណាអត់ពឹងទៅលើច្បាប់អន្តរជាតិអត់ពឹងទៅលើអាមេរិកខ្ញុំគាត់ទៅប្រាប់ទៅខ្មែរយើងអត់មានខ្នងបង្អែកអត់មាននេះសម្ព័ន្ធមិត្តថៃពាត់ស៊ីបរទេសពាត់ស៊ីខ្ញុំមិននិយាយលេងទេណាអញ្ចឹងនេះជាចំណុចមួយល្អដែលបងប្អូនមើលទៅឃើញថាប្រទេសមិនត្រូវអនុវត្តរបបផ្ដាច់ការមិនត្រូវអាងទៅដល់ចាប់គេដាក់គុកទេបើនេះបើផ្ដាច់ការកាន់តែខ្លាំងណាថ្ងៃណាមួយចលនាប្រជាធិបតេយ្យនៅក្រៅកាន់តែខ្លាំងណាអាចអាមេរិកងាកទៅហ៊ុនសែនក៏ថាបានដែរការព្រៃអានេះសម្រាប់ការពារទឹកដីកម្ពុជាត្រូវតែថៃគ្រប់បានតាជាតិមិនអាចចេះតែដើរយកដាក់បលាលុះចេះតែមកឈូសចេះមកឆាយទៅកំណត់ព្រំដែនតែម្នាក់ឯងយកអត់តែមានអានឹងឈ្លានពានអានឹងហៅឈ្លានពានកំណត់ព្រំដែនម្នាក់ឯងដើរយកផ្សារដើរយកភូមិគេអានឹងឈ្លានពានមិនអាចទេកម្ពុជានិយាយឲ្យខ្លីមុននឹងចូលទៅដល់ប្រធានបទទី2កម្ពុជាមិនអាចការពារទឹកដីដោយកម្លាំងយោធាបានឡើយសួរតើលោកគ្រូនិយាយមើងងាយនិយាយពិតមើងងាយស្អីអាអួតនឹងឃើញអស់ដីប្រមាណនេះយើងមិនមើលឃើញក្រសួងការបរទេសចេញសេចក្តីថ្លែងការណ៍បាត់ត្បង់ទឹកដីប្រមាណនេះនិយាយពិតប្រាប់ទៅអង្គការសហប្រជាជាតិប្រាប់ទៅចិនប្រាប់ទៅអាមេរិកនេះថាកម្ពុជាគ្មានលទ្ធភាពការពារទឹកដីដោយកម្លាំងទ័ពទេពីព្រោះអាវុធយើងមិនដល់ទេយើងយកមនុស្សទៅវាយជាមួយជនហោះអាម៉េចយើងយកមនុស្សទៅវាយជាមួយ drone អាម៉េចបើវាអត់វាយជាមួយយើងផងវាទម្លាក់ខ្ទេចបានវាលើកទ័ពមកថត selfie តាវាមកដោយសុវត្ថិភាពទេតាឃើញទេយើងត្រូវតែយកអាវុធទៅវាយជាមួយអាវុធយើងអត់មានទៅយកមនុស្សទៅវាយជាមួយអាវុធទេអញ្ចឹងណាកងទ័ពកម្ពុជាត្រូវតែដឹងរួមទាំងប្រជាជនទាំងអស់ក្រសួងការពារជាតិទី1ច្បាប់អន្តរជាតិត្រូវតែប្តឹងដាច់ខាតមែនទេទី2គឺត្រូវតែពឹងអាមេរិកខ្ញុំសូមរាមាននិយាយផ្សេងពីនេះទេអត់មានចាក់ខ្សែណាខ្ញុំអត់មានអត់ទេខ្ញុំពឹងអាមេរិកមែនទេខ្ញុំទៅពឹងមនុស្សខ្សោយឯណាឲ្យខ្ញុំទៅពឹងអ្នកណាដែលខ្សោយមកជួយខ្ញុំបានបងប្អូនណាពឹងអាមេរិកចុះបើអាមេរិកជួយដកចេញអត់ទេដូចខ្ញុំថាខ្ញុំមិនមែនអាហ្គានីស្ថានទេមែនទេយើងត្រូវដឹងថាតើយើងត្រូវពង្រឹងអីឲ្យខ្លួនឯងខ្លាំងចំណុចនេះណាអញ្ចឹងសរុបមកគឺត្រូវតែដឹងត្រូវតែពឹងទៅលើច្បាប់អន្តរជាតិត្រូវតែចងសម្ព័ន្ធមិត្តជាមួយមហាអំណាចដើម្បីការពារទឹកដីបង្ខំឲ្យថៃគ្រប់ច្បាប់អន្តរជាតិនិយាយការពិតយើងមិនអាចទប់ទល់ជាមួយថៃបានឡើយរឿងកម្លាំងកងទ័ពពីព្រោះយើងមិនអាចយកមនុស្សទៅបាញ់ជាមួយដៃមិនអាចយកមនុស្សទៅបាញ់ជាមួយនឹងដ្រូនមិនអាចយកមនុស្សទៅជ្រកក្រោមគ្រាប់ F16 បានទេយើងត្រូវតែមានឧបករណ៍តតាំងគ្នាបើមនុស្សឲ្យបាញ់ជាមួយមនុស្សថៃវាមានយកមនុស្សបាញ់ជាមួយយើងឯណាវាទម្លាក់សុបហើយបានវាយកទ័ពមកដាក់តាមក្រោយឯថាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាចន្ទរាសេស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បងប្អូនហើយយោបល់របស់សូនតារានេះមានប្រយោជន៍ណាស់បងប្អូនណាយោបល់សម្រាប់សូនតារាមានប្រយោជន៍ណាស់មិនរឿងលេខសើចទេណា